ភាសាអង់គ្លេសគេថា Tiger sit down អូយអាបកាយូលេងខំកមិនទៅវិញកូនបាក់សៃតូចមួយហោះមកឆាឆៅយីយីរំខានឥន្ទ្រីមិនអីទេលោកប៉ាកូនប្រុសលោកប៉ាម៉ែមិនដាច់ភ្លើងអើយលេងដុតទាំងអស់អញ្ចឹងហ្មងអត់ខ្លាចឆេះអើយមិនអីទេអានេះគ្រាន់តែជាបច្ចេកទេសបងតែលោកប៉ោនេះខ្ញុំនេះក៏សង្ស័យចឹងដែរប៉ុន្តែគាត់ថាយើងវាមិនទាន់សិនបាន 100%ទាំងអស់គ្នាទេចេះទៅក៏បានដែរយើងប្រហែលជាឲ្យអាបើអីហ្នឹងយើងទៅពិនិត្យ A1C បងតាពិនិត្យ A1C យ៉ាងម៉េច A1C ហ្នឹងគេពិនិត្យតំណផ្អែមតាអូខ្ញុំច្រឡំហ្នឹងគេហៅពិនិត្យស្អីគេHNH មែន HNH អីតាអានេះគេហៅថា DNA អូហ្នឹងហើយDNA DN ផ្លោកហ្នឹងហើយឯងនេះប៉កែបែឆ្លាតអាគុជដែរលោកប្អូនបើយើងចង់ដឹងច្បាស់មានតែទៅពិនិត្យអា DNA អីហ្នឹងហើយបាទត្រូវឲ្យលោកតាខ្ញុំក៏គិតអញ្ចឹងដែរអូខេសម្រាប់ចឹងចុះ DNA ទៅ DN ផ្លោកហេទៅពិនិត្យ DN ផ្លោកណែបើសិនជាលទ្ធផលចេញមកឯងជាកូនរបស់គាត់មែនណាឯងគួរតែសប្បាយចិត្តណាព្រោះថាឯងបានជួបជុំគ្រួសារវិញហើយមិនត្រឹមតែប៉ុណ្ណោះទេណាឯងមានប្អូនម្នាក់ទៀតចុះបើសិនលទ្ធផលមិនមែនកូនរបស់គាត់បើអញ្ចឹងចាត់ទុកជាការយល់ច្រឡំទៅមានតែទោះហើយយើងសង្ឃឹមថាយើងមិនមែនកូនរបស់គាត់ទេតែយើងគិតថាឯងកូនរបស់គាត់ឈប់សិនហើយពីណាគេរត់ទៅមិញដូចសំឡេងអារិតហើយឃើញនៅហ្នឹងឯតាតណាបាត់ហើយនៅតែឆ្ងល់សត្វអីគេសត្វតលូនទូនហ្នឹងមើលទៅដូចសត្វចៃមើលទៅដូចសត្វតឡាតតែបើថាតឡនតណានឹងស្គាល់ហ្នឹងកូនកែបរូបខ្ញុំកើតមកជាសត្វតលូនទូនអាម៉ែវយកខ្ញុំទៅផាសតិចតាក់ចាប់បានហើយអូធំឡើយនេះបកែរត់នេះឆាប់ឲ្យក្រូចមកយើងវិញក្រូចយើងចាំទេថាម៉េចក្រូចឯងចិញ្ចឹមត្រូវហើយនេះគឺជាសត្វក្រូចដែលយើងខំចិញ្ចឹមតាំងពីយូរយារណាស់មកហើយណែឆាប់ប្រគល់មកឲ្យយើងវិញភ្លាមណែបើឯងចិញ្ចឹមមែនណាឯងយកទៅចិញ្ចឹមក្នុងទ្រុងពាត់សណ្ដាញ់លក់អីបាត់ហើយណាមិនមកបលែងពីវាលពីកាកដាវាស្រែវាស្រូវអញ្ចឹងទេយើងចិញ្ចឹមវាលក្ខណៈអន្តរជាតិគេហៅថាបែបសេរីភាពឯងគិតតែយើងភ្លើមែនយើងមិនឲ្យឯងទេលឿនណាឆាប់ឲ្យយើងភ្លាមអត់ឲ្យលឿនចង់ផ្ទុះអាវុធស្អីគេផ្ទុះអាវុធផ្ទុះផាយណាបងនេះយកវិញអញ្ចឹងហេថាអញ្ចឹងបានវាត្រឹមត្រូវមកណែយើងទៅចាប់ផងមិនលេងវាអញ្ចឹងហាខាញ់តាគ្រូចឯងចិញ្ចឹមអីមើលចាប់ឲ្យយើងមើលតិចមើលហាឯងស្គាល់យើងតិចពីហើយឯងឃើញយើងស្លូតស្មានតែយើងស្លូតដែរហេតាមពិតទៅយើងជាខ្លាក្រាបភាសាអង់គ្លេសគេថា Tiger sit down អូយអាបកាយូលេងខំកមិនទៅវិញណែអាវ៉ាត់បានអាវ៉ាត់លបាល់យកនេះលេងខំដូចឆ្កែណែបានហើយយើងជាអ្នកភូមិជាមួយគ្នាចិត្តគ្នាទេឥឡូវចេះរាប់អានគ្នាណាឈប់ឆ្លោះគ្នាទៀតរាប់អានមិនវារាប់អានយើងផងហ្នឹងមកសុំរាប់អានផងពួកម៉ែថាម៉េចអញឲ្យយើងពួកម៉ែហាមិនអីទេពួកម៉ែយើងរាប់អានគ្នាបានតាអូខេថ្ងៃក្រោយឈប់ឆ្លោះគ្នាទៀតយល់ប្រមឈាមនេះឈាមល្អមិនរាវមិនខាប់ហើយមានដឹងថាខ្លួនឯងនេះឈាមប្រភេទអីអត់ខ្ញុំអត់ដឹងផងព្រោះពីមុនមកខ្ញុំអត់ដែលមកជួសឈាមមកពិនិត្យឈាមទេលោកគ្រូពេទ្យអើយបើអញ្ចឹងចាំទុកទៅឈាមរបស់ក្មួយឯងនេះគឺគេហៅថាឈាមប្រភេទ O ឈាមប្រភេទ O ចាស់មិនមែនឈាមអ្នកចម្បាំងទេចាអូឈាមអ្នកចម្បាំងវាមិនមែនអាស្រ័យទៅលើឈាមទេក្មួយវាអាស្រ័យទៅលើចិត្តកំណត់របស់យើងតែចិត្តកំណត់របស់យើងជាអ្នកចម្បាំងឈាមស្អីឈាម O ឈាម A ឈាម B ឈាម C នេះក៏វាទៅអ្នកចម្បាំងទាំងអស់ហ្នឹងបាទលោកគ្រូពេទ្យអូយមន្ទីរពេទ្យគេឡើងស្អាតឡើងភ្លឹងមកគាត់អ្នកជំងឺឈាមជើងចូលមកគាត់ឃើញមន្ទីរពេទ្យហ្នឹងជាវិញបដ ாய் ទៅផ្ទះវិញបាត់ពូហៅពូមានការអីក្មួយប្រុសបាទបើកូនពូឯងហើយពូឯងនាំវាទៅនៅណាវិញបើសិនជាក្មួយបើគឺជាកូនប្រុសរបស់ពូនឹងនាំគេទៅនៅអាមេរិកហើយឯស្រុកខ្មែរនឹងរស់នៅមិនកើតមែនបានម៉ាត់មកស្រុកគេហ្នឹងមិនមែនទេពូចង់ឲ្យគេនៅទៅរៀនបានខ្ពង់ខ្ពស់ណានៅប្រទេសដែលជឿនលឿនមានវិទ្យាសាស្ត្រខ្ពង់ខ្ពស់អញ្ចឹងទៅហើយដើម្បីរៀនចប់ហើយគឺមកអភិវឌ្ឍប្រទេសរបស់យើងអូខ្ញុំយល់ហើយពូចង់ឲ្យបើតែរៀនវិទ្យាសាស្ត្រនៅអាមេរិកហើយមកវិញផលិតគ្រាប់បែកនុយក្លេអ៊ែរណែអាវ៉ាត់កំឡុងឡាពេកទៅកន្លែងនេះមិនទីពេកវិញហើយចាំមានគេដាក់ផ្លាកមិនឲ្យនិយាយណាឯងមើលស្អីគេនៅលើ
ពួកឯងនាំអាបឿនាំគ្រួសារទៅនៅអាមេរិកខ្ញុំមកសុំទៅនៅម្នាក់ដែរមកពូមិនអីទេចាំឲ្យក្មួយបឿទៅនៅមួយរយៈសិនហើយចាំក្មួយឯងទៅតាមក្រោយក៏បានដែរអូយពិតជាចិត្តល្អមែនលោកពូសប្បាយចិត្តណាស់នេះហេយើងចិត្តបានទៅនៅអាមេរិកហើយវើយយើងទៅជួបអេឡិនម៉ាស់ជួប Steve Jobs ជួប Mark Zuckerberg ហេលោកពូណាដែរឈ្មោះកៃបាទអ្នកគ្រូគឺខ្ញុំចាលោកពូសូមលោកពូចូលបន្ទប់ធ្វើតេស្តឈាមចាបាទដែលកូននៅដឹងសិនណាប៉ាចូលទៅបន្ទប់ដើម្បីធ្វើតេស្តឈាមសិនបាទប៉ាលោកតាគឺជាលោកតាចិញ្ចឹមរបស់ក្មេងមែនទេបាទត្រូវហើយដុកទ័រគឺខ្ញុំហើយនឹងលោកប្អូនខាងនេះសង្ស័យថាជាឪពុកបាទគឺខ្ញុំលោកគ្រូពេទ្យតកតោជាមួយនឹងការធ្វើតេស្ត DNA នេះលទ្ធផលគឺវាសឹងតែ 99.99% ទៅហើយដូច្នេះហើយបើសិនជាលទ្ធផលចេញមកបែបណាគឺបែបហ្នឹងហើយមិនបាច់សង្ស័យច្រើនទេបាទខ្ញុំយល់ហើយលោកគ្រូពេទ្យដូច្នេះលទ្ធផលនៃការធ្វើតេស្ត DNA បានបង្ហាញថាក្មួយប្រុសខាងនេះគឺជាសាច់ឈាមរបស់លោកអូយទីបំផាត់អាបឺគឺជាកូនរបស់ពូមែនពូជាឪពុករបស់ខ្ញុំកូនប្រុសឲ្យពុកសុំទោសផងដែលថ្ងៃនេះពុកមិនអាចការពារកូនបានមិនអីទេលោកពុកកូនប្រុសលោកពុកទីបំផាត់ឪពុកកូនបានជួបគ្នាវិញហើយកំសត់ណាស់លោកអើយថាមិនចង់យំទេតែវាកំសត់ពេកមិនអីទេកូនប្រុសយើងលែងបែកគ្នាទៀតហើយបាទលោកពុកអត្រីឆាប់ឲ្យកូនមកខ្ញុំវិញមកសាច់អន្ត្រីបានពំទីរក់នេះចេញពីឪពុករបស់គេហើយហោះសំដៅទៅយ៉ាងឆ្ងាយរហូតទៅដល់ទីក្រុងរំពេចនោះស្រាប់តែមានកូនបក្សីតូចមួយហោះមកឆាឆៅយីរំខានអន្ត្រីធ្វើឲ្យអន្ត្រីទ្រាំមិនបានក៏ទម្លាក់ទីរក់នោះចោះទៅក្រោមបាត់ទៅសំលេងដូចក្មេងយំហើយអ្នកណាយកក្មេងមកចោលនៅទីនេះកុំយំណាកុំយំអត់អីទេណាមានអ្នកណាបាត់កូនទេ9 ឆ្នាំក្រោយមកណែអាខ្មៅឯងមានអារម្មណ៍ដូចយើងអត់អារម្មណ៍ខ្វៃគេនៅមណ្ឌលកុមារកំព្រាយូរទៅធុញហើយចៅឯងចៅគិតបែបចាយើងចង់លួចចេញពីទីនេះតោះទៅមួយយើងអត់យើងមិនទៅជាមួយឯងទេនៅនេះមានបាយហូបរាល់ថ្ងៃទៅក្រៅអត់មានអីធីទេអូខេបើឯងមិនទៅជាមួយយើងទៅម្នាក់ឯងក៏បានប៉ណ្ណេះបានសម្រេចបាត់អរគុណណាស់មកដល់កុមារកំព្រាដែលបានចិញ្ចឹមមើលថែទាំខ្ញុំមកដល់វ័យនេះខ្ញុំមិនចង់ចាកចេញប៉ុន្មានទេប៉ុន្តែខ្ញុំចង់ស្វែងរកខ្លួនឯង
ល្ងាដែរលោកអើយតាំងពីថ្ងៃនោះមកអាបឿដើរសេះលេអាវ៉ាសែតាមផ្លូវរើសអេតចាយអាកាសយានដ្ឋានអន្តរជាតិបើបងជូនពរសុខសប្បាយតាមផ្លូវណាទៅរស់នៅអាមេរិកត្រូវខំប្រឹងរៀនធ្វើជាមនុស្សល្អបាទសូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្ដល់ក្តីស្រឡាញ់ចំពោះខ្ញុំទោះជាខ្ញុំចាក់ចេញទៅឆ្ងាយក៏ដោយតែខ្ញុំនៅតែនឹកអ្នកទាំងអស់គ្នារហូតណែអាបឿពេលដែលឯងចាក់ចេញទៅនៅស្រុកគេណាកុំភ្លេចនឹកយើងជាងគេវិញព្រោះយើងពីរនាក់ឯងជាមិត្តភក្តិរាប់អានគ្នាតាំងពីដើររើសអេតចាយដើរដេកតាមចាមផ្លូវមកហើយកុំពិបាកចិត្តអីអាវ៉ាត់អើយណាអរគុណហើយយើងមិនមែនចាត់ទុកឯងត្រឹមតែជាមិត្តភក្តិទេយើងបានចាត់ទុកឯងនេះគឺជាបងប្អូនរួមសាច់ឈាមតែមួយហើយណាបើទោះបីយើងទៅរស់នៅអាមេរិកមែនប៉ុន្តែយើងគង់តែមកលេងឯងវិញទេកុំបារម្ភអីបើដៃទេធ្វើដំណើរទៅតាមផ្លូវសុខសប្បាយចោះណាហើយពេលទៅដល់រស់នៅអាមេរិកហើយកុំភ្លេចខលបលេងតាបលេងមិត្តភក្តិអីផងណាជីវិតវាអញ្ចឹងហើយណាវាតែតែមានជួបហើយវាមានបែកអញ្ចឹងទៅជារឿងធម្មតាទេបាទសូមអរគុណលោកតារាល់ពេលកន្លងមកដែលបានផ្ដល់កន្លែងជ្រកកោនសម្រាប់ខ្ញុំពីអ្នកអាវ៉ាត់ឲ្យមានរស់រានមានជីវិតមានខោអាវស្លៀកពាក់មកដល់បច្ចុប្បន្ននេះបាទអញ្ចឹងដល់មកហើយខ្ញុំសូមលាអ្នកទាំងអស់គ្នាត្រឹមនេះហើយណាបាទសុខសប្បាយតាមផ្លូវតោះទៅកូនបឿមិននឹកស្មានថាគេទៅឆ្ងាយយ៉ាងនេះសោះអូយន្តហោះនេះធំដល់ហើយវ៉ាវគ្រាន់តែរោមសិនហោះឡើងលើមេឃនឹងស៊ីសាំងអស់ជិត3លានលីត្រអីមើលទៅតាអូវាដល់ថ្នាក់3លានលីត្រមួយផ្លែតអញ្ចឹងទេវារោឡើងអញ្ចឹងទៅវាអស់ស៊ីប្រហែល3 4 10កាតអញ្ចឹងទេបាទតាចាំយើងមកលេបយើងទៅរកទិញសិនយើងផ្ញើអេកាយនឹងទៅជួយមើលផងអូខេបញ្ញាមកវិញផងបាយនិយាយសាប់យ៉ាប់ច្រើនទេតាសួរពួកឯងហើយឆ្លើយឲ្យត្រង់ទើបឲ្យចង់មកវិញម៉ែសួរមកកាលមុនសន្យាហើយថាឈប់លួចក្អមទៅដើរលេងទៀតហើយមិនបានឥឡូវមកលួចទៀតវគ្គនេះខ្ញុំមិនមែនលួចក្អមជិះដើរលេងអីទេខ្ញុំលួចយកទៅជីដេញអែមតាគេដុតអញ្ចឹងទៅគឺដើម្បីឲ្យស្លឹករបស់វានឹងឆេះអស់ប៉ុន្តែដើមអំពៅគឺអត់ឆេះទេណានៅពេលដែលវាឆេះស្លឹកអស់ហើយអញ្ចឹងទៅគឺគេស្រួលកាប់ដើមនិងស្រួលប្រមូលចាស់ស្រូវយើងដុតបានអត់ស្រូវក៏ដុតបានដុតឲ្យស៊ីអំបិលហេឡូតកែអំពៅបែតអូយកបានតោតអូមានតាគ្រប់ចំនួនហើយអត់អីទេវាកំពុងដុតភ្លើងបបោផលហើយបាទបោថ្ងៃនោះក៏បានដែរបោថ្ងៃនោះក៏បានដែរអូដាក់មកយូរអូអត់ការទេខ្លាចសម្បឹងឲ្យបើកបោកគេរត់ដែរផឹកឲ្យសម្បឹងឲ្យដេកហ៎ធ្វើចឹងបានត្រឹមត្រូវអូខេបាទចឹងប៉ុណ្ណឹងហើយថ្ងៃនេះគេបយំបើឲ្យទេបាទលោកតា